បាទសួស្តីបងប្អូនតោះយើងបង្វែរអារម្មណ៍មកមើលអាការៈចង្ក្រានតូចនេះម្ដងបាទថាតើចង្ក្រាននឹងវាមានបញ្ហាអីបាទដោយសារព្រឹកមិញម្ចាស់គេយកមកឲ្យធ្វើហើយក៏យើងអត់ទាន់ដឹងថាចង្ក្រាននឹងវាមានបញ្ហាអីទេបាទអញ្ចឹងដើម្បីឲ្យដឹងថាតើចង្ក្រាននឹងវាមានបញ្ហាអីតោះយើងតាមដានតគ្នាបាទអញ្ចឹងខ្ញុំដំបូងខ្ញុំរៀបដាក់កំប៉ុងហ្គាសតូចសិនបាទដាក់ដើម្បីបញ្ឆេះវាមើលថាតើវាកើតស្អីបាទវាមានបញ្ហាអីតោះតាមដានតគ្នាបងបាទបញ្ហាគឺកាច់អត់ឆេះបាទកាច់អត់ឆេះអញ្ចឹងចាំមើលយើងមើលវាសាថ្មីអូខេអញ្ចឹងចង្ក្រាននេះដោយសារកាច់អត់ឆេះអញ្ចឹងបងប្អូនទាំងអស់គ្នាធ្លាប់ជួបបញ្ហាអញ្ចឹងទេបញ្ហាពេលដែលយើងដាក់កំប៉ុងវាទៅពេលដែលយើងកាច់ម៉ាញ៉េតូបើកចង្ក្រានវាអត់ឆេះបាទអញ្ចឹងបងប្អូនប្រហែលជាបងប្អូនអ្នកមិត្តទាំងអស់គ្នាដែលធ្លាប់ប្រើប្រាស់ចង្ក្រានតូចប្រហែលជាជួបប្រទេសច្រើនបាទអញ្ចឹងវាដោយសារបញ្ហាអីអញ្ចឹងបើចង់ដឹងឬក៏ចង់ថាមើលពីបញ្ហាអីបងប្អូនអាចតាមដានទស្សនាបានបាទអញ្ចឹងខ្ញុំនឹងបង្កើតវីដេអូជូនបងបន្ទាប់ពីវីដេអូនេះសូមបងប្អូនជួយតាមដានដល់គ្នាបាទយើងនឹងធ្វើការតាមមូលហេតុអីបានវាអត់ឆេះបាទអរគុណបាទសួស្តីបងប្អូនបាទបងប្អូនឥឡូវខ្ញុំបានធ្វើរួចហើយបាទខ្ញុំបានជួសជុលរួចហើយអញ្ចឹងបងប្អូនចាំពិនិត្យមើលទាំងអស់គ្នាថាបន្ទាប់ពីជួសជុលហើយតើចង្ក្រាននឹងវាឆេះធម្មតាវិញឬអត់បាទចាំមើលអូខេបាទអូខេបាទប្រភេទចង្ក្រានហ្នឹងគឺអត់មានអីវិញឆ្ងាយច្រើនទេបងប្អូនបាទចង្ក្រានខូចល្មមមានអាការៈកាច់អត់ឆេះភ្លើងឆេះក្រហមបណ្ដាតភ្លើងចេញមកវែងពណ៌ក្រហមបងប្អូនកុំតន់ចូលចង្ក្រានបងប្អូនអាចយកមកទីតាំងកន្លែងខ្ញុំនឹងធ្វើជូនបាទខ្ញុំធានាបន្ទាប់ពីធ្វើហើយនឹងឆេះស្រួលល្អបាទលេងខ្វាងពូជឆ្នាំងបាទអញ្ចឹងបងប្អូនបើសិនជាចង្ក្រានរែងចាស់ហើយមានអាការៈដូចខ្ញុំបានបង្ហាញបងប្អូនកុំតន់ចូលចង្ក្រានបងប្អូនអាចយកមកឲ្យខ្ញុំជួសជុលឲ្យបានបាទលេខទូរស័ព្ទ010 630 296បាទអរគុណបងប្អូនបាទសម្រាប់ការតាមដានបាទ